Hello បងប្អូនទាំងអស់គ្នាហ្នឹងហើយដោយសារមានគ្នាយើងច្រើនគាត់យក MacBook ទៅគាត់ថ្មីគាត់ដូរ password ទៅគាត់ដូរខុសមានន័យថាដូរហើយ password ចាស់ក៏វាយអត់ចូល password ថ្មីក៏វាយអត់ចូលអញ្ចឹងលក្ខខណ្ឌបែបហ្នឹងគឺពិបាកណាអឺអញ្ចឹងខ្ញុំមកបង្ហាញថាដូរ password របៀបម៉េចដើម្បីឲ្យត្រូវអញ្ចឹងយើងគ្រាន់តែចូលមក system setting អស់មកក្រោមរ user and group បាទហើយយើងមើលឈ្មោះយើងមកឧទាហរណ៍ជាទូទៅនេះគឺនៅខាងលើនេះឈ្មោះយើងឈ្មោះអី user ឈ្មោះយើងមកហើយយកសញ្ញាទៀនបាទយកសញ្ញាទៀនហើយនេះ password នេះយើងคลิกមក change បាទអញ្ចឹងយើងវាយ old password កន្លែងនេះហើយកន្លែងនេះគឺវាយ new password ហើយវាយ new password កន្លែង verify នេះមួយទៀតណា verify នេះណាអញ្ចឹងបើបងប្អូនដែលវាយតែ new password ហើយគាត់ចុច enter ហ្មងដែលគាត់អត់មើល verify អាហ្នឹងគឺ error ហើយដល់ពេល error ហើយគឺ password ហ្នឹងគឺផ្ដាច់តែម្ដងមានន័យថាចាស់ក៏ password ចាស់ក៏អត់ចូល password ថ្មីក៏អត់ចូលអញ្ចឹងបើបងប្អូនជួបបញ្ហាបែបហ្នឹងបងប្អូនអាចសាក enter បានគ្រាន់តែចុច return ណាគ្រាន់តែចុច return នៅកន្លែងយើង lock screen ហ្នឹងណាយើងអត់វាយអីទេយើងចុច return តែម្ដងបើសិនជាចុច return ទៅដើរគឺមានន័យថា password យើងគឺទទេ blank អត់មាន password អញ្ចឹងហ្នឹងហើយខ្លីៗប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះជួយបងប្អូនក្នុងការដូរ password ឲ្យបានត្រឹមត្រូវអរគុណជំរាបលា